ដែលសហរដ្ឋអាមេរិកបានបញ្ជូនសារច្បាស់ថាត្រូវតែចាត់ការលើមេបណ្ដាញធំមិនត្រឹមតែបរទេសទេគឺជនជាតិខ្មែរពួកមន្ត្រីធំនិងអុកញ៉ានៅក្នុងបណ្ដាញក្រុមគ្រួសារហ៊ុននឹងតែម្ដងនេះជាសារច្បាស់របស់សហរដ្ឋអាមេរិកទាំងពីមេ FBI អាមេរិកទាំងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទាំងពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដូច្នេះរឿងនេះរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនពិបាកដោះមែនទែនដោយតែខ្ញុំបញ្ជាក់ខាងដើមថាបើព្រមចាប់នឹងធ្វើឲ្យច្របូកច្របល់លែងមានទំនុកចិត្តគ្នានៅក្នុងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនតែបើមិនចាប់សហរដ្ឋអាមេរិកគេមានមធ្យោបាយរបស់គេដើម្បីដាក់ការគៀបសង្កត់កាន់តែខ្លាំងអានេះរឿងអកូតមួយទៀតគឺវិធានការពីរដ្ឋាភិបាលបារាំងនិងសហភាពអឺរ៉ុបដែលគេទាមទារយ៉ាងទទូចម្ដងហើយម្ដងទៀតថាត្រូវតែដោះលែងអ្នកទោសនយោបាយនិងអ្នកទោសមនសិការមេ FBI អាមេរិកតំណាងឲ្យស្ថាប័នស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកចង់ទៅប្រាប់លោកហ៊ុនម៉ាណែតថាសូមឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតចាប់មេបណ្ដាញធំដែលមានឈ្មោះនៅក្នុងបញ្ជីរបស់សហរដ្ឋអាមេរិកហើយមេបណ្ដាញធំនោះមិនមែនតែជនជាតិចិនចេនស៊ីលីសុងនោះទេមានទាំងអបនាយករដ្ឋមន្ត្រីទី1នៃរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនគឺលោកណេតសាវឿនមានទាំងមន្ត្រីធំនៅក្នុងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនដូចជាលោកសសុខាលោកឌីវិជាមនុស្សមួយចំនួនទៀតហើយនឹងអុកញ៉ាសំខាន់ដែលកាន់លុយរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនកាន់លុយចិញ្ចឹមអំណាចរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនដូចជាលោកលីយ៉ុងផាត់លោកកុកអានលោកហ៊ុនតូហេតុអ្វីបានជាខ្ញុំបញ្ជាក់ថាមេ FBI អាមេរិកទៅកម្ពុជាចង់ប្រាប់លោកហ៊ុនម៉ាណែតឲ្យចាប់អ្នកទាំងអស់ហ្នឹងតើខ្ញុំដឹងតាមវិធីណាបងប្អូនជាសារការទូតនៅពេលដែលមេ FBI អាមេរិកជួបលោកហ៊ុនម៉ាណែតពាក្យផ្លូវការមួយដែលគេនិយាយជាមួយនឹងលោកហ៊ុនម៉ាណែតគឺរកកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាត scam online ឬការឆោបបោក online នៅប្រទេសកម្ពុជានិងនៅជុំវិញពិភពលោកមានន័យថាសុំការសហការកម្ចាត់ការឆោបបោក online នៅកម្ពុជាកាលណាសុំការសហការកម្ចាត់ការឆោបបោក online ការឆោបបោក online គឺជាអំពើរបស់មេបណ្ដាញឆោបបោក online ហើយមេបណ្ដាញឆោបបោក online មាននៅក្នុងបញ្ជីរបស់សហរដ្ឋអាមេរិករួចហើយដែលខ្ញុំបានរៀបរាប់អំបញ្ញមិញមានទាំងលោកលីយ៉ុងផាត់លោកកុកអានលោកហ៊ុនតូលោកណេតសាវឿនអីជាដើមអញ្ចឹងកាលណាសុំការសហការឬរកការសហការដើម្បីកម្ចាត់អក្រិតកម្មឆោបបោក online គឺរកការសហការដើម្បីចាប់ខ្លួនពួកអ្នកដែលជាមេបណ្ដាញអក្រិតជនឆោបបោក online ទាំងអស់នោះហើយឧទាហរណ៍កម្ចាត់អំពើពុករលួយនោះមានន័យថាចាប់ជនពុករលួយហើយសុំការសហការកម្ចាត់អក្រិតកម្មឆោបបោក online គឺសុំការសហការដើម្បីចាប់មេបណ្ដាញអក្រិតកម្មឆោបបោក online នៅប្រទេសកម្ពុជាដែលមាននៅក្នុងបញ្ជីស៊ើបអង្កេតច្បាស់លាស់របស់សហរដ្ឋអាមេរិកហើយសហរដ្ឋអាមេរិកគេមិនចេះតែបញ្ចេញនៅបញ្ជីស៊ើបអង្កេតច្បាល់ទេពីព្រោះទម្រាំតែគេចេញគេស្រាវជ្រាវរាប់ឆ្នាំមកហើយទាំង FBI អាមេរិកក្រសួងរដ្ឋាភិបាលអាមេរិកទាំងស្ថាប័នពាក់ព័ន្ធនានាដែលជាបណ្ដាញរបស់អាមេរិកក្នុងកិច្ចសហប្រតិបត្តិការជុំវិញពិភពលោកជាមួយអង់គ្លេសជាមួយសហភាពអឺរ៉ុបជាដើមហើយបងប្អូនចាំមើលប្រសិនបើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនមិនព្រមចាត់ការពួកអ្នកដែលមាននៅក្នុងបញ្ជីរបស់សហរដ្ឋអាមេរិកទេសហរដ្ឋអាមេរិកគេនឹងប្រើមធ្យោបាយរបស់គេដើម្បីចាត់ការឲ្យពីព្រោះអីពីព្រោះនេះមិនមែនជារឿងរបស់កម្ពុជាតែមួយទេ
វាជាអក្រិតកម្មកម្រិតអន្តរជាតិឆបោកអនឡាញអន្តរជាតិលួចលុយពីអាមេរិកជាង10,000 លានដុល្លារក្នុងមួយឆ្នាំលួចលុយពីពិភពលោកប្រមាណយ៉ាងតិច100,000 លានដុល្លារក្នុងមួយឆ្នាំហើយដូច្នេះហើយទំហំនេះធំណាស់ទំហំនេះបើបណ្ដោយពួកអ្នកដែលធ្វើអក្រិតកម្មឆបោកអនឡាញហ្នឹងคล้ายទៅជាពួកអ្នកដែលអាចបង្កើតបណ្ដាញភេរវកម្មបានពីព្រោះលុយវាច្រើនមានលុយច្រើនអាចធ្វើអ្វីបានណាអញ្ចឹងហើយសហរដ្ឋអាមេរិកបដិញ្ញាចាត់ការមិនទុកឲ្យពួកនឹងអាចនៅបន្តធ្វើរំភើយដោយដែលពួកគេសង្ឃឹមនោះទេហើយខ្ញុំសូមបញ្ជាក់ណាដោយដែលខ្ញុំបានជម្រាបជូនបងប្អូនធ្លាប់ពន្យល់ជម្រាបជូនបងប្អូនកន្លងមកដំបូងនៅពេលដែលសហរដ្ឋអាមេរិកបានចេញនៅរបាយការណ៍អំពីការពាក់ព័ន្ធរបស់កុកអានលីយ៉ុងផាត់អីជាដើមអក្រិតកម្មឆបោកអនឡាញនេះណាមានសំណួរថាតើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនចាប់ទេខ្ញុំឆ្លើយថាមិនចាប់ទេប្រសិនបើសហរដ្ឋអាមេរិកត្រឹមតែចេញរបាយការណ៍ហើយសហរដ្ឋអាមេរិកមិនបានបង្ហាញនៅវិធានការដោយផ្ទាល់ថាប្រសិនបើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនមិនចាប់ទេសហរដ្ឋអាមេរិកនឹងមានមធ្យោបាយដោយខ្លួនឯងប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនបង្ហាញកន្លែងហ្នឹងទេណាហើយចេញតែរបាយការណ៍គឺរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនមិនចាប់ទេប៉ុន្តែមកដល់ពេលនេះសហរដ្ឋអាមេរិកបានបង្ហាញថាពួកគេមានវិធានការម៉ត់ចត់ហើយមានមធ្យោបាយក្នុងការធ្វើការកម្ចាត់អក្រិតកម្មឆបោកអនឡាញដូច្នេះសហរដ្ឋអាមេរិកមកដល់ដំណាក់កាលនេះមិនត្រឹមតែចេញរបាយការណ៍ទេក៏ប៉ុន្តែបានប្រាប់ពីវិធានការនិងមធ្យោបាយរបស់ខ្លួននិងការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការតាមចាប់មេឆបោកអនឡាញនៅប្រទេសកម្ពុជាបានដូច្នេះពួកនោះពិបាកកិច្ចខ្លាំងណាស់ខ្ញុំគិតថាពួកនោះពិបាកកិច្ចខ្លាំងណាស់ហើយរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនកំពុងតែច្របូកច្របល់ក្នុងការដោះស្រាយបញ្ហាហ្នឹងដោយសារតែបើមិនចាប់សហរដ្ឋអាមេរិកគេមានមធ្យោបាយរបស់គេ FBI គេមានសមត្ថភាពខ្ពស់ណាស់ប៉ុន្តែបើចាប់គឺផ្ទៃក្នុងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនកលាហលតែម្ដងកលាហលនៅត្រង់ណានៅត្រង់ថាកបអានលីយ៉ុងផាត់សុទ្ធតែជាមេបណ្ដាញកាន់លុយរបស់ក្រុមគ្រួសារហ៊ុនដែលរៀបចំឡើងដោយហ៊ុនសែនហើយជប់បើកុកអានលីយ៉ុងផាត់ក្រុមគ្រួសារហ៊ុនការពារមិនបានដូច្នេះវាបាច់ខ្ទេចនៅបណ្ដាញរៀបចំលុយដើម្បីចិញ្ចឹមអំណាចក្រុមគ្រួសារហ៊ុនហើយយើងអាចសួរថាហើយជប់បើអត់ពីសុកកុកអានអត់ពីលីយ៉ុងផាត់ទៅគេរៀបចំអ្នកថ្មីបានក៏ប៉ុន្តែតើអ្នកថ្មីទុកចិត្តទេកម្រិតដល់កុកអានលីយ៉ុងផាត់ក្រុមគ្រួសារហ៊ុនពិបាកនឹងការពារទៅហើយចុះអ្នកថ្មីឡើងមកមិនរងគ្រោះថែមទៀតទេពីព្រោះលោកហ៊ុនម៉ាណែតបាននិយាយហើយគាត់ថាម៉េចនោះជារឿងបុគ្គលមានន័យថាហ៊ុនម៉ាណែតដោះដៃមិនព្រមការពារកុកអាននិងលីយ៉ុងផាត់ទៀតទេវាដល់ដំណាក់កាលក្បាលអ្នកណាសក់អ្នកនឹងហើយនៅពេលដែលមេ FBI សហរដ្ឋអាមេរិកទៅប្រាប់ដោយផ្ទាល់ដល់ប្រទេសកម្ពុជាបាទបងតកតងនឹងចំណុចហ្នឹងយើងលើកឡើងតែលីយ៉ុងផាត់និងកុកអានប៉ុន្តែអាការឆបោកអនឡាញហ្នឹងអ្នកដែលធំមួយទៀតនោះគឺក្មួយប្រុសបង្កើតរបស់លោកហ៊ុនសែនគឺហ៊ុនតូប្រើប្រាស់ក្រុមហ៊ុនហ៊ួយវ៉ាន់ផេបោកប្រាស់ប្រជាពលរដ្ឋមិនមែនតែជនជាតិបរទេសទេបោកប្រាស់ប្រជាពលរដ្ឋខ្មែរធ្វើឲ្យប្រជាពលរដ្ឋខ្មែរជំពាក់បំណុលវ៉ាន់កចុងក្រោយធនាគារនេះយកលុយទៅទុកធនាគារនេះហើយធនាគារនេះចុងក្រោយថាគ្មានលុយសងពួកគេប៉ុន្តែចុងក្រោយនេះថ្មីនេះមានដំណឹងថាធនាគារហ៊ួយវ៉ាន់ផេនឹងសងលុយប៉ុន្តែសងចំពោះប្រជាពលរដ្ឋដែលមានសញ្ជាតិអាមេរិកចុះអ្នករងគ្រោះដែលជាជនជាតិចិនដែលមានជនជាតិវៀតណាមហើយក្នុងនោះក៏មានប្រជាពលរដ្ឋខ្មែរច្រើនអ្នកផងដែរហេតុអ្វីបានជាហ៊ុនតូមិនព្រមសងចំណុចដែលសំខាន់ដូចដែលយើងបានឃើញជាក់ស្ដែងហើយមេ FBI អាមេរិកទៅដល់ប្រទេសកម្ពុជានោះមានន័យថា
នៅពីក្រោយវាំងនោះវាច្បាស់ណាស់មានការព្រមានដោយចំពីសហរដ្ឋអាមេរិកថាពួកគេចាត់ការហើយបើអ្នកឯងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់អាមេរិកអញ្ចឹងហើយដើម្បីលួងលោមភាគីអាមេរិកមានតែព្យាយាមដោះស្រាយឲ្យពលរដ្ឋអាមេរិកក៏ប៉ុន្តែការដោះស្រាយឲ្យពលរដ្ឋអាមេរិកតែមួយភាគីនេះមិនមែនជាដំណោះស្រាយពិតប្រាកដទេពីការឆបោករបស់ក្រុមហ៊ុន Hui Wan Pay ធនាគារ Hui Wan Pay របស់លោកហ៊ុនតូនោះ ពីព្រោះករណីនៃដំណោះស្រាយបែបនេះវាត្រូវតែធ្វើដោយទូលំទូលាយទោះបីជាជនរងគ្រោះជាជនជាតិខ្មែរជនរងគ្រោះជាចិនជនរងគ្រោះជាជនជាតិអ្វីក៏ដោយពួកគេសុទ្ធតែរងគ្រោះដូចគ្នាការដែលគ្រាន់តែដោះស្រាយជូនជនជាតិអាមេរិកនោះសហរដ្ឋអាមេរិកក៏មិនបន្ធូរដៃឲ្យឡើយពិតមែនវាជាការព្យាយាមលួងលោមពីរដ្ឋាភិបាលក្រមគ្រួសារហ៊ុនចំពោះសហរដ្ឋអាមេរិកដែលបង្ហាញចំណាត់ការច្បាស់លើរដ្ឋាភិបាលក្រមគ្រួសារហ៊ុនក៏ប៉ុន្តែករណីនេះប្រសិនបើសហរដ្ឋអាមេរិកគេដឹងណាថាប្រសិនបើគេបន្ធូរដោយគ្រាន់តែរដ្ឋាភិបាលក្រមគ្រួសារហ៊ុនដោះស្រាយឲ្យពលរដ្ឋអាមេរិកទេនោះមានន័យថាអំពើឆោបោកអនឡាញនៅប្រទេសកម្ពុជាវានៅតែធំដដែលវានៅតែធំដដែលហើយគេគ្រាន់តែព្យាយាមបញ្ជាលើពលរដ្ឋអាមេរិកប៉ុន្តែវានៅតែមានទំហំធំនៅលើពិភពលោកលើពលរដ្ឋនៃប្រទេសផ្សេងទៀតឧទាហរណ៍អង់គ្លេសឧទាហរណ៍ពលរដ្ឋនៅអឺរ៉ុបពលរដ្ឋនៅបណ្ដាប្រទេសផ្សេងទៀតជប៉ុនកូរ៉េខាងត្បូងសុទ្ធតែជាអ្នកដែលត្រូវរងគ្រោះពីការឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជានិងពីតំបន់ផ្សេងទៀតដូច្នេះសួរថាកាលណាដោះស្រាយឲ្យតែពលរដ្ឋអាមេរិកចំណែកឯពលរដ្ឋនៃប្រទេសផ្សេងទៀតមិនព្រមដោះស្រាយឲ្យនោះពលរដ្ឋនៃប្រទេសផ្សេងទៀតដែលគេមានរដ្ឋាភិបាលរបស់គេដែលព្យាយាមកម្ចាត់អក្រិតកម្មឆបោកអនឡាញគេនៅតែធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្រមគ្រួសារហ៊ុនដដែលទេឧទាហរណ៍អង់គ្លេសជប៉ុនសហភាពអឺរ៉ុបហើយចាំមើលបើទោះបីជាព្យាយាមដោះស្រាយឲ្យពលរដ្ឋអាមេរិកក៏ដោយក៏ទម្ងន់នៃការស្គៀបសង្កត់ពីអង់គ្លេសពីសហភាពអឺរ៉ុបនៅចុងឆ្នាំហ្នឹងឬដើមឆ្នាំ2027នឹងធ្លាក់កាន់តែធំទៅលើរដ្ឋាភិបាលក្រមគ្រួសារហ៊ុនហើយដូច្នេះវិធីដោះស្រាយដែលគ្រាន់តែថាជួយដោះឲ្យពលរដ្ឋអាមេរិកដើម្បីត្រឹមតែយកចិត្តសហរដ្ឋអាមេរិកមួយផ្លែតជាករណីមួយច្រកតូចនេះមិនអាចជាវិធីដែលអាចយកចិត្តសហរដ្ឋអាមេរិកបានទេពីព្រោះអាមេរិកកាំងគេបានបញ្ជាក់ឲ្យថាគេកម្ចាត់អក្រិតកម្មឆបោកអនឡាញជុំវិញពិភពលោកនោះមានន័យថាគេរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋឲ្យមនុស្សជុំវិញពិភពលោកដែលរងគ្រោះពីអក្រិតកម្មឆបោកអនឡាញម្ល៉េះហើយលបែងដែលត្រឹមតែដោះស្រាយឲ្យពលរដ្ឋអាមេរិកគ្រាន់តែថាព្យាយាមយកចិត្តអាមេរិកនោះមិនបានផលទេហើយរដ្ឋាភិបាលក្រមគ្រួសារហ៊ុនខ្ញុំសូមបញ្ជាក់ប្រសិនបើត្រឹមតែដោះស្រាយឲ្យពលរដ្ឋអាមេរិកទៅជាបានផលមិនមែនមេ FBI របស់អាមេរិកទៅដល់ប្រទេសកម្ពុជាប្រាប់លោកហ៊ុនម៉ាណែតដោយផ្ទាល់ទេក៏មិនមែនប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានចេញនៅវិធានការថាត្រូវតែកម្ចាត់ឲ្យបាននោះទេបន្ទាប់ពីមេ FBI របស់សហរដ្ឋអាមេរិកបានបំពេញបេសកកម្មប្រាប់លោកហ៊ុនម៉ាណែតដោយផ្ទាល់នៅប្រទេសកម្ពុជាហើយយើងមើលអរិយាប័ត្រនៃការឆ្លើយរបស់លោកហ៊ុនម៉ាណែតអត់មានការទទួលខុសត្រូវអ្វីបន្តិចឡើយលើអក្រិតកម្មឆបោកអនឡាញនៅប្រទេសកម្ពុជាចំណុចមួយដែលខ្ញុំចង់បញ្ជាក់ជូនបងប្អូនសហរដ្ឋអាមេរិកគេចេះធ្វើការដើម្បីបង្ហាញថារដ្ឋាភិបាលក្រមគ្រួសារហ៊ុនពិតជាមានសុឆន្ទៈនៅក្នុងការកម្ចាត់អក្រិតកម្មឆបោកអនឡាញនៅប្រទេសកម្ពុជាឬក៏អត់បន្ទាប់ពីមេ FBI អាមេរិកទៅជួបលោកហ៊ុនម៉ាណែតដោយផ្ទាល់ព័ត៌មានល្បីមួយបណ្ដាញព័ត៌មានដ៏ល្បីមួយរបស់សហរដ្ឋអាមេរិកគឺ Bloomberg គេបានធ្វើបទសម្ភាសន៍ជាមួយលោកហ៊ុនម៉ាណែតសួរលោកហ៊ុនម៉ាណែតថាយ៉ាងម៉េចទៅករណីកុកអានលីយ៉ុងផាត់អីជាដើមនោះ
វិធានការរបស់សហរដ្ឋអាមេរិកនឹងយុត្តិធម៌ទេលោកហ៊ុនម៉ាណែតថាអានោះជារឿងបុគ្គលទេទៅជាឆ្លើយអញ្ចឹងណានោះមានន័យថាម៉េចនោះមានន័យថាបណ្ដាញព័ត៌មានដ៏ធំរបស់សហរដ្ឋអាមេរិកគេសួរលោកហ៊ុនម៉ាណែតជំនួសឲ្យមេ FBI ជាអ្នកសួរពីព្រោះមេ FBI សួរទៅអឺកាលណាអ្នកការទូតសួរវាខ្លាចប៉ះពាល់មុខមាត់ក្នុងទំនាក់ទំនងថ្ងៃក្រោយទៀតអញ្ចឹងទុកឲ្យអ្នកព័ត៌មានសួរដល់ពេលអ្នកព័ត៌មានសួរគេបានចម្លើយតែម្ដងចម្លើយលោកហ៊ុនម៉ាណែតគាត់ថានោះជារឿងបុគ្គលកាលណាលោកហ៊ុនម៉ាណែតនិយាយថានោះជារឿងបុគ្គលលីយ៉ុងផាត់ហើយនឹងកុកអានណាមានន័យថាលោកហ៊ុនម៉ាណែតចង់ប្រាប់សហរដ្ឋអាមេរិកថារដ្ឋាភិបាលក្រមគ្រួសារហ៊ុនមិនព្រមសហការធ្វើការកម្ចាត់អក្រិតកម្មឆបោកអនឡាញនៅប្រទេសកម្ពុជាឲ្យពេញលក្ខណៈនោះទេពីព្រោះបើឆ្លើយថាជារឿងបុគ្គលមានន័យថាលោកហ៊ុនម៉ាណែតមិនព្រមអនុវត្តតួនាទីជានាយករដ្ឋមន្ត្រីរបស់ខ្លួននាយករដ្ឋមន្ត្រីគេមានរបាយការណ៍ថាលោកកុកអាននិងលោកលីយ៉ុងផាត់គឺជាមេបណ្ដាញអក្រិតកម្មឆបោកអនឡាញគឺជាអក្រិតជនក៏ស្រាប់តែលោកហ៊ុនម៉ាណែតឆ្លើយថាអានោះជារឿងបុគ្គលមិនមែនទេកាលណាជាមេដឹកនាំរដ្ឋណាជាមេសមត្ថកិច្ចត្រូវបង្ហាញឆន្ទៈឲ្យច្បាស់ថាខ្លួនត្រូវតែសហការកម្ចាត់អក្រិតកម្មនោះឲ្យបានដោយការស៊ើបអង្កេតដោយហៅទៅសួរដោយរកបណ្ដាញផ្សេងទៀតដើម្បីធ្វើការផ្ទៀងផ្ទាត់ក៏ប៉ុន្តែលោកហ៊ុនម៉ាណែតបែរទៅជារលាស់ខ្លួនគាត់ថានោះជារឿងបុគ្គលវាទៅជាមេអក្រិតកម្មឆបោកអនឡាញជាអក្រិតជនដ៏ធំមួយបំផ្លាញកម្ពុជាទៅជារឿងបុគ្គលដែលលោកហ៊ុនម៉ាណែតមិនខ្វល់ខ្វាយទៅវិញនេះមានន័យថាសហរដ្ឋអាមេរិកគេបានចម្លើយច្បាស់ណាស់ថាលោកហ៊ុនម៉ាណែតមិនព្រមសហការឲ្យបានពេញដៃពេញជើងនៅក្នុងការកម្ចាត់អក្រិតកម្មឆបោកអនឡាញនៅប្រទេសកម្ពុជានោះទេម្ល៉េះហើយចំណុចនេះសហរដ្ឋអាមេរិកខ្ញុំជឿជាក់ថាអាមេរិកគេនឹងមានមធ្យោបាយរបស់គេដើម្បីចាត់ការដោយផ្ទាល់ប្រសិនបើរដ្ឋាភិបាលក្រមគ្រួសារហ៊ុននៅតែបណ្តែតបណ្ដោយបន្តទៅទៀតបាទបងសំណួរខ្លីមួយពាក់ព័ន្ធនឹងបញ្ហានេះថាតើវាអាចទេដែលយើងអាចមើលឃើញមួយជ្រុងទៀតស្របពេលដែលបងលើកឡើងបាញ់មិញថារបបហ៊ុនម៉ាណែតនេះមិនព្រមសហការប៉ុន្តែយើងអាចមើលឃើញមួយជ្រុងទៀតទេថារបបពុកកូនហ៊ុនសែនហ៊ុនម៉ាណែតនេះកំពុងរុញឲ្យមនុស្សពីរនាក់ហ្នឹងទទួលកំហុសចំនួនខ្លួនបងពិតមែនហើយដូចដែលខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងក្បាលអ្នកណាសក់អ្នកហ្នឹងមកដល់ពេលនេះលោកហ៊ុនម៉ាណែតព្យាយាមការពារនៅពេលដែលខ្លួនអាចការពារបានប៉ុន្តែដល់ដំណាក់កាលដែលខ្លួនការពារលៀបបានដល់ដំណាក់កាលដែលខ្លួនការពារលែងបានជាឧទាហរណ៍អាមេរិកគេប្រាប់ច្បាស់ថាបើមិនចាប់បើមិនចាត់ការបើមិនស៊ើបអង្កេតអាមេរិកគេមានមធ្យោបាយរបស់គេដើម្បីចាត់ការដោយផ្ទាល់ពីព្រោះនេះគឺជាអក្រិតកម្មកម្រិតអន្តរជាតិវាមិនមែនជាអក្រិតកម្មក្នុងរង្វង់ទឹកដីនៃប្រទេសកម្ពុជាតែមួយទេសូមបញ្ជាក់ណាមិនមែនជាអក្រិតកម្មក្នុងរង្វង់ទឹកដីនៃប្រទេសកម្ពុជាតែមួយឡើយហើយដូច្នេះសហរដ្ឋអាមេរិកគេមានសមត្ថកិច្ចលូកដៃតាមចាប់ដែរជាឧទាហរណ៍ដូច Gen Z អញ្ចឹងណាដូច Gen Z ប្រសិនបើសហរដ្ឋអាមេរិកមិនលូកដៃថាត្រូវចាប់ទេណាក្រុមគ្រួសារហ៊ុនអត់ចាប់ទេអត់ចាប់បញ្ជូនទៅចិនទេប៉ុន្តែនៅពេលដែលសហរដ្ឋអាមេរិកតុលាការអាមេរិកគេកាត់ទោសគេចេញដីកាអាមេរិកកាន់តាមចាប់រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនត្រូវតែបង្ខំចិត្តចាប់បញ្ជូនទៅចិនឲ្យបានលឿនពីព្រោះខ្លាចសហរដ្ឋអាមេរិកចាប់បានមុនទៅជាបែកធ្លាយសាច់រឿងប៉ុន្តែករណីលីយ៉ុងផាត់ករណីកុកអានលោកហ៊ុនសែនលោកហ៊ុនម៉ាណែតពិបាកដោះស្រាយជាងGen Zឆ្ងាយណាស់ពីព្រោះអីពីព្រោះលីយ៉ុងផាត់កុកអានខ្មែរកាលណាចាប់លីយ៉ុងផាត់ចាប់កុកអានគឺមិនដឹងបញ្ជូនទៅណាទេគឺត្រូវតែនៅក្នុងប្រទេសកម្ពុជាហើយបើនៅក្នុងប្រទេសកម្ពុជាចំណុចមួយគឺមានន័យថាលីយ៉ុងផាត់និងកុកអានដែលឧបមាថានៅពេលដែលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតចាប់វានឹងធ្វើឲ្យបែកខ្ចាយនៅទំនុកចិត្តនៅក្នុងផ្ទៃក្នុងគណៈបកប្រជាជនកម្ពុជាទំនុកចិត្ត
ដែលគ្មាននរណាអាចទុកចិត្តលើការធានារបស់ក្រុមគ្រួសារហ៊ុនទៀតឡើយអានោះបើយើងនិយាយអំពីនយោបាយជាក់ស្ដែងគឺកលាហលនៅក្នុងផ្ទៃក្នុងនៃរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនតែម្ដងប្រសិនបើចាប់លោកកុកអាននិងលីយងផាត់ក៏ប៉ុន្តែបើមិនចាប់ខ្ញុំសូមបញ្ជាក់ម្ដងទៀតថាបើមិនចាត់ការសហរដ្ឋអាមេរិកគេមានមធ្យោបាយក្នុងការធ្វើការរបស់គេហើយខ្ញុំជឿជាក់ថាអញ្ចឹងក្នុងកម្រិតបែបណាមួយគេមានមធ្យោបាយរបស់គេហើយមធ្យោបាយរបស់គេគឺមិនមែនតូចតាចពេកនោះទេពីព្រោះនេះជាអ ுக ្រិតកម្មអន្តរជាតិខ្ញុំសូមបញ្ជាក់ម្ដងទៀតថានេះជាអ ுக ្រិតកម្មអន្តរជាតិបើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនមិនចាប់សហរដ្ឋអាមេរិកគេមានមធ្យោបាយរបស់គេចាត់ការហើយប្រសិនបើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុននៅតែរឹងទទឹងមិនព្រមចាត់ការសហរដ្ឋអាមេរិកគេមានមធ្យោបាយផ្សេងទៀតក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុននោះឲ្យថប់ដង្ហើមតែម្ដងដូច្នេះមកដល់ពេលនេះណារដ្ឋាភិបាលក្រុមគ្រួសារហ៊ុនត្រូវអុកគូតលើរឿងពីរដែលដោះស្រាយមិនចេញឡើយអុកគូតរឿងមួយគឺអុកក្រិតកម្មអនឡាញនឹងតែម្ដងដែលសហរដ្ឋអាមេរិកបានបញ្ជូនសារច្បាស់ថាត្រូវតែចាត់ការលើមេបណ្ដាញធំមិនត្រឹមតែបរទេសទេគឺជនជាតិខ្មែរពួកមន្ត្រីធំនិងអង្គការនៅក្នុងបណ្ដាញក្រុមគ្រួសារហ៊ុននឹងតែម្ដងនេះជាសារច្បាស់របស់សហរដ្ឋអាមេរិកទាំងពីមេ FBI អាមេរិកទាំងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទាំងពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដូច្នេះរឿងនេះរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនពិបាកដោះមែនទែនដោយតែខ្ញុំបញ្ជាក់ខាងដើមថាបើព្រមចាប់នឹងធ្វើឲ្យច្របូកច្របល់លែងមានទំនុកចិត្តគ្នានៅក្នុងផ្ទៃក្នុងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនតែបើមិនចាប់សហរដ្ឋអាមេរិកគេមានមធ្យោបាយរបស់គេដើម្បីដាក់ការគៀបសង្កត់កាន់តែខ្លាំងអានេះរឿងអកូតមួយទៀតគឺវិធានការពីរដ្ឋាភិបាលបារាំងនិងសហភាពអឺរ៉ុបដែលគេទាមទារយ៉ាងទទូចម្ដងហើយម្ដងទៀតថាត្រូវតែដោះលែងអ្នកទោសនយោបាយនិងអ្នកទោសមនសិការនៅមុនកិច្ចប្រជុំ Francophonie ដែលគ្រោងធ្វើនៅខែវិច្ឆិកាឆ្នាំ2026នៅទីក្រុងភ្នំពេញត្រូវតែដោះលែងអ្នកទោសមនសិការដោះលែងអ្នកទោសនយោបាយមិនមែនត្រឹមតែបធូរកប៉ិចកប៉ុកបន្តិចបន្តួចដោយដែលយើងឃើញសពថ្ងៃហ្នឹងទេគឺដោះលែងឲ្យមានសេរីភាពនយោបាយដល់អ្នកទោសនយោបាយអ្នកទោសមនសិការដែលរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនកំពុងតែគៀបសង្កត់សពថ្ងៃហ្នឹងឯងហើយប្រសិនបើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនមិនព្រមបន្ធូរបន្ថយឲ្យដល់កម្រិតមួយដែលបារាំងសហភាពអឺរ៉ុបអាចទទួលយកបានទេខ្ញុំគិតថាបារាំងអាចពិចារណាដែរប្រធានាធិបតីម៉ាក្រុងអាចពិចារណាមិនជន់ទឹកដីនៃប្រទេសកម្ពុជាទៅក្នុងកិច្ចប្រជុំ Francophonie ខែវិច្ឆិកាឆ្នាំ2026គេអាចពិចារណាអំពីរឿងហ្នឹងហើយប្រសិនបើបារាំងដកជើងថយប្រសិនបើប្រធានាធិបតីដកជើងថយពីការជន់ទឹកដីកម្ពុជាទៅរៀបចំកិច្ចប្រជុំ Francophonie ហ្នឹងណានៅប្រទេសកម្ពុជាហ្នឹងណានោះមានន័យថារដ្ឋាភិបាលក្រុមគ្រួសារហ៊ុនអស់លទ្ធភាពមែនទែនហើយក្នុងនយោបាយការទូតមានន័យថាពីសហរដ្ឋអាមេរិកក៏កំពុងតែដាក់សម្ពាធទៅលើអក្រិតកម្មអនឡាញពីបារាំងសហភាពអឺរ៉ុបកំពុងតែដាក់សម្ពាធលើបញ្ហាសេរីភាពប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាដូច្នេះទម្ងន់នៃការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុននៅដើមឆ្នាំ2027អាចនឹងធ្ងន់កថែមទៀតហើយដូច្នេះហើយបងប្អូនប្រជាពលរដ្ឋដើម្បីយើងអាចចូលរួមជាមួយគ្នាសង្កត់រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនឲ្យត្រូវតែប្រឡែងសិទ្ធិសេរីភាពនយោបាយឲ្យអ្នកទោសនយោបាយអ្នកទោសមនសិការនៅប្រទេសកម្ពុជាដើម្បីឲ្យរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនត្រូវតែចាត់ការលើពួកបណ្ដាញអក្រិតកម្មឆបោកអនឡាញនៅប្រទេសកម្ពុជាយើងនាំគ្នាចុះញត្តិឲ្យបានច្រើនបញ្ជូនឈ្មោះបញ្ជូនញត្តិនេះទៅសហភាពអឺរ៉ុបទៅសហរដ្ឋអាមេរិកទៅអង់គ្លេសបន្តតាមរយៈមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រចាំប្រទេសទាំងអស់ហ្នឹង
ដើម្បីឲ្យគេដឹងអំពីទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរថាលែងទទួលយកបានហើយនៅការដឹកនាំរបស់រដ្ឋាភិបាលក្រុងគ្រួសារហ៊ុន បាទអរគុណបងខ្ញុំនៅសល់សំណួរចុងក្រោយ2ទៀតមុននឹងយើងបញ្ចប់ការផ្សាយរបស់យើងសំណួរខ្លីមួយនៅក្នុងរបាយការណ៍ដែលចេញដោយក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកយើងឃើញថានៅក្នុងនឹងបញ្ជីឈ្មោះជាច្រើនមានមនុស្សដែលនៅជុំវិញហ៊ុនសែនជាច្រើនក្រៅពីលីយ៉ុងផាតកុកអាននិងហ៊ុនតូក្នុងនោះក៏យើងមានទៅដល់ក្មួយភាសារបស់លោកហ៊ុនសែនគឺលោកណេតសាវឿនហើយយើងឃើញថាក្រុមគ្រួសារលោកហ៊ុនសែនមួយចំនួនដូចក្មួយភាសាលោកហ៊ុនសែនណេតសាវឿននឹងក្រុមគ្រួសារបានទិញសញ្ជាតិនៅប្រទេស Cyprus និងប្រទេស San Christophe and Nevis សួរថាតើប្រសិនបើពួកគេជឿឱកាសរត់ប្រើសញ្ជាតិដែលគេទិញហ្នឹងរត់ទៅកាន់ប្រទេសទាំងអស់ហ្នឹងតើអាចរត់រួចផុតពីច្បាប់ដែរឬទេបងនេះជាសំណួរខ្លីមួយបងបាទអត់ផុតទេទៅដល់ប្រទេសនោះទោះបីច្បាប់ប្រទេសនោះការពារក៏ដោយប៉ុន្តែកុំភ្លេចរឿងពីររឿងទី1វាជាអក្រិតកម្មអន្តរជាតិវាជាអក្រិតកម្មបែបភេរវកម្មហិរញ្ញវត្ថុខ្ញុំប្រើពាក្យថាភេរវកម្មហិរញ្ញវត្ថុប៉ុណ្ណឹងសិនចុះពីព្រោះគេមិនទាន់ដល់ការបង្កើតកម្លាំងភេរវកម្មជាកម្លាំងអាវុធទេដូច្នេះវាជាប្រព័ន្ធភេរវកម្មហិរញ្ញវត្ថុសកលលោកអញ្ចឹងហើយសហរដ្ឋអាមេរិកមិនដកដៃទេចំណុចទី2ទៅដល់ប្រទេសណាក៏ដោយប្រទេសទាំងអស់នោះប្រកាសជារងឥទ្ធិពលពីតំបន់មិនអាចរស់ដោយខ្លួនឯងតែម្នាក់ឯងបានទេរងឥទ្ធិពលពីប្រព័ន្ធសេដ្ឋកិច្ចលុយដុល្លារអាមេរិកនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាមេរិកទោះបីប្រទេសនោះតូចក៏ដោយធំក៏ដោយចំណុចទី3ប្រទេសនោះមិនអាចព្យាយាមលាក់ទុកនៅអក្រិតជនដែលជាមេបណ្ដាញភេរវកម្មហិរញ្ញវត្ថុអន្តរជាតិបែបហ្នឹងទេវាខូចឈ្មោះប្រទេសរបស់ខ្លួនខូចឈ្មោះក្នុងការលាក់អក្រិតជនកម្រិតភេរវកម្មហិរញ្ញវត្ថុអន្តរជាតិបែបហ្នឹងនឹងធ្វើឲ្យប្រទេសនោះខាតបង់ធំខាតបង់គេឈ្មោះខាតបង់វិនិយោគបានន័យថាកាលណាមានគេឈ្មោះមិនល្អជាប្រទេសដែលលាក់ភេរវជនកម្រិតអន្តរជាតិការពារភេរវជនកម្រិតអន្តរជាតិខូចឈ្មោះហើយកាលណាខូចឈ្មោះគឺប៉ះពាល់ទៅដល់វិនិយោគរបស់ប្រទេសនោះហើយកាលណាខូចឈ្មោះប៉ះពាល់ទៅដល់ទេសចររបស់ប្រទេសនោះហើយទេសចរចង់ទៅឃើញប្រទេសណាដែលមានគេឈ្មោះល្អអញ្ចឹងហើយបានជាខ្ញុំគិតថាទោះបីជាពួកនងព្យាយាមយកលុយរត់ទៅទិញសញ្ជាតិប្រទេសនេះប្រទេសនោះក៏មិនអាចរួចខ្លួនបានឡើយហើយបណ្ដាញ FBI របស់សហរដ្ឋអាមេរិកញឹកណាស់បើពួកនោះមកដល់អឺរ៉ុបបណ្ដាញ FBI អាមេរិកធ្វើការកាន់តែស្រួលដើម្បីចាប់ពួកនោះយកទៅផ្ដន់ទីតោខ្ញុំគិតថាពួកនោះមិនហ៊ានមកលាក់ខ្លួននៅក្នុងប្រទេសអឺរ៉ុបនេះទេឬប្រទេសណាផ្សេងទេគឺព្យាយាមពង្រឹងអំណាចលាក់ខ្លួននៅក្នុងស្រុកតែម្ដងប៉ុន្តែឥឡូវហ្នឹងសូម្បីតែលាក់ខ្លួននៅក្នុងស្រុកក៏ក្តៅដែរ